Bàសួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកតមេរៀនយើងទៀតពាក់ព័ន្ធទៅនឹងការទៅឡើងទៅលើថ្ងៃខែឲ្យត្រូវជាមួយនឹងថ្ងៃខែ date time យើងបច្ចុប្បន្នហើយមេវីដេអូមុនយើងបានទៅឡើងនៅ Windows Server រួចរាល់មកហើយតែអូខេតែយើងចាប់ផ្ដើមធ្វើការងារទាំងអស់គ្នាចូលទៅកាន់ server manager របស់យើងមកហើយចូលមកកាន់ local server នេះហើយក្នុងវីដេអូនេះយើងនឹងធ្វើការផ្លាស់ប្ដូរនៅ date time ហើយនឹង assign IP ទៅឲ្យម៉ាស៊ីនរបស់យើងអូខេអញ្ចឹងយើងធ្វើការបដូរម៉ោងឲ្យវាត្រូវបច្ចុប្បន្នមកយើងចូលទៅកាន់កន្លែង time zone នេះមកវាពាក្យ change time zone ហើយម៉ោងបច្ចុប្បន្នដែលយើងប្រើក្នុង Windows ជាមួយនឹងបាងកក Hanoi Jakarta ណាបាងកក Hanoi Jakarta ហើយយើងចុចអូខេទៀតមកអញ្ចឹងម៉ោងកន្លែងនេះវានឹងចាប់ date time បច្ចុប្បន្នដែលម៉ោងយើងកំពុងតែមាននឹងហើយជាបន្ទាប់យើងធ្វើការ assign IP address ដែលហៅថា IPv4 នេះទៅឲ្យម៉ាស៊ីនមេអញ្ចឹងជាទូទៅម៉ាស៊ីនមេតែងតែមាន IP មួយហៅថា IP static ដើម្បីឲ្យ user ងាយស្រួលធ្វើការទំនាក់ទំនងមកកាន់ម៉ាស៊ីនមេបានអញ្ចឹងដើម្បីធ្វើការ assign IP static ទៅឲ្យម៉ាស៊ីនរបស់យើងបានយើងមានពីរវិធីមួយក៏យើងចូលទៅកាន់ Windows អក្សរ O ហើយ run ncpa.cpl ហើយយើងចុចអូខេវាទៅដល់កន្លែង network connection ដូចគ្នាឬមួយក៏យើងអត់ចង់ចូលទៅចឹងទេយើងចង់ចូលទៅកាន់ local host local server ហើយយើងចុចពាក្យ IP Ethernet 0នេះណាហើយចុច IPv4 ហើយចុចទៅលើ Ethernet 0ហើយយើងចុចទៅលើ property ហើយយើងចូលទៅកាន់ Internet Protocol v4 ដែលគេហៅកាត់ថា IPv4 ហ្នឹងណាអញ្ចឹងយើងចូលទៅកាន់វាមកហើយយើងយកពាក្យ use the following IP address ហើយកន្លែងនេះកន្លែងដែលយើងទៅធ្វើការ assign IP static ទៅឲ្យម៉ាស៊ីនរបស់យើងអញ្ចឹងក្នុងការ assign IP address ហ្នឹងគេមើលទៅលើ class តើគេគួរប្រើប្រភេទ class អីអញ្ចឹង class ក្នុង IP address ទាំងអស់វាមានចំនួន3មាន class A class B និង class C ប៉ុន្តែក្នុង class នីមួយៗគេប្រើតាមតម្រូវការទៅលើតម្រូវការតាមប្រភេទក្រុមហ៊ុនគេនីមួយៗប៉ុន្តែក្នុងនេះខ្ញុំយកទៅលើ class C ដែលវាសមល្មមសមការងាររបស់យើងអញ្ចឹងតើ class C វាមានក្បាលវាប្រមាណអញ្ចឹងនិយាយទៅ class C គេប្រើជាមួយ192.168.1អញ្ចឹងទៅហើយចុងក្រោយគឺជា IP ហើយតើវាមាន subnet mask ប្រមាណណានេះ subnet mask វាអញ្ចឹង subnet របស់វាមានចំនួន255អញ្ចឹងទៅលើ subnet mask គេបំបែកចេញជា3ទៀតក្នុងនោះវាមានទៅលើ network IP host IP និង sub និង broadcast IP អញ្ចឹងខ្ញុំមិនសូវ specify ទៅលើ IP នឹងប្រហែលទេប្រហែលជាអ្នកនរគ្នាអាចនឹងយល់ច្រើនហើយអំពី IP address ហ្នឹងអញ្ចឹងខ្ញុំសូមដាក់ IP address នេះ 192.168.1.1 ធ្វើជាម៉ាស៊ីន DC ដែលមានឈ្មោះថា domain name controller អញ្ចឹងមានថា DC ដែលខ្ញុំបង្កើត IP 192.168.1.1 នេះគឺជាម៉ាស៊ីន domain control ទៅលើ user ទាំងអស់ហើយទៅលើ default gateway ហើយនឹង perfect DNS server នេះខ្ញុំនឹងបញ្យល់ពីក្រោយពីពាក់ព័ន្ធទៅនឹងមេរៀន ADDS Active Directory Domain មួយទៀតដែលយើងបន្តពីវីដេអូនឹងទៀតណាហើយបើមានពេលខ្ញុំនឹងធ្វើការវីដេអូបញ្យល់អំពី IP address ខ្លះដើម្បីឲ្យអ្នកដែលគាត់អត់ទាន់យល់ពី IP address ហ្នឹងឲ្យបានដឹងណាហើយចុចអូខេមកអូខេហើយចុចអូខេទៀតហើយយើងចូលទៅមើលកន្លែងណាអញ្ចឹងយើងបានមកវិញអញ្ចឹង Ethernet 0ហើយចំនួន IP ដែលយើងបាន assign ទៅឲ្យវា192.168ជា IPv4 ហើយការងារបន្ទាប់យើងធ្វើទៀតយើងចូលទៅកាន់ assign user admin របស់យើងប្រើផ្ទាល់ក៏ធ្វើការ login ទៅចូល DC របស់យើងអញ្ចឹងយើងចូលទៅកាន់ computer manage សំទោសយើងចូលទៅកន្លែង search មកថា computer management នេះ
ចូលទៅកាន់ computer management មកហើយយើងចុចពាក្យ local ហើយយើងចុចពាក្យ user នេះគឺជា user ដែលមាននៅក្នុង computer management អញ្ចឹងយើងបង្កើត user យើងមួយមកយើងធ្វើជា user login យើង right click យកភាសា new user ហើយដាក់ឈ្មោះ user ហ្នឹងអញ្ចឹងឈ្មោះ user ហ្នឹងដាក់អីក៏បានដែរសម្រាប់ធ្វើការ login ឲ្យយើងចូលជា admin យើងដាក់ឈ្មោះសារនេះសារថា system អញ្ចឹងខ្ញុំដាក់ឈ្មោះសារហើយខ្ញុំដាក់ឈ្មោះខ្ញុំណាសុភ័ក្របែបនេះហើយនេះជា full name description ហើយ password ហើយយើងដាក់ password ឲ្យមកអូខេអញ្ចឹងយើងដាក់ password ហើយកន្លែងនេះវាថា user ឈ្មោះ change password add លុកអញ្ចឹងមានន័យថាពេលដែល user ហ្នឹងគាត់បាន log in នៅusername ហ្នឹងហើយអញ្ចឹងវានឹងឲ្យយើងធ្វើការដូរ password បន្ទាប់ហើយប៉ុន្តែបើយើងមិនចាំដាក់ធីវាទេដោយសារយើងជា admin ទេយើងមិនចាំដូរទៀតទេណាហើយយើងចុចអានេះ password over a time expire វាថា password ហ្នឹងវា expire អញ្ចឹងទៅចុចថា tick អញ្ចឹងហើយយើងចុចពាក្យ create អូខេអញ្ចឹងយើងបាន user មួយឈ្មោះថាសារ.សុភ័ត្រាបើតែ user ដែលយើងបានបង្កើតហ្នឹងវាមិនទាន់មានសិទ្ធិគ្រប់គ្រាន់ជា admin ទេអញ្ចឹងយើងត្រូវធ្វើការ assign សិទ្ធិឲ្យគាត់ជា admin ណាហើយចូលចុចពាក្យ mouse ស្ដាំយើងយកពាក្យ property ហើយយើងយក member out ចុចពាក្យ add អញ្ចឹងយើងទៅ add គាត់ហ្នឹងជាក្រុម admin sister អញ្ចឹងយើងវាយ add me ទៅ add me niche star store ហ្នឹងគឺមានតើមាន S ចុច check name ណាអញ្ចឹងយើង add ចូលមកហើយយើង user នេះ user ធម្មតាទៅយើងលុបចោលក៏បានដែរលុបចោលមកយើង apply ចុច OK អញ្ចឹង user ដែលយើងបានបង្កើតមិញនេះគាត់មានសិទ្ធិជា admin ហើយ user admin នេះបើយើងអត់ចង់ប្រើអីទេយើង disable ចោលមកហើយ click មកស្ដាំ property សុំទោសចុចនេះ disable account នឹងចោលមកណាពេលដែលយើង disable account ចុចវាចេញបែបនេះអញ្ចឹង user ដែលយើងប្រើវាមានប៉ុណ្ណឹងអូខេហើយអញ្ចឹងយើងដូរនេះឲ្យហ្មងយើងដូរនេះ computer name ដើម្បីវាជោគជាំនៃការងារក្រោយអញ្ចឹងខ្ញុំដូរ computer name នេះយើងចូលដូរវាមកយើងចូលពាក្យ change អញ្ចឹងដូរមកយើងដាក់ DC មានន័យថា domain control គឺជា DC សម្រាប់ការ control ទៅកាន់ user ទាំងអស់ចុច OK ចុច close ហើយវាត្រូវការ restart មួយដើម្បីធ្វើការ refresh username វិញមកអញ្ចឹងវានឹងឃើញឈ្មោះដែលយើងបានបដូរបែបនេះសារសុភ័ត្រា admin សុភ័ត្រាគឺជា admin យើង add ហើយ password យើងចូលអូខេអញ្ចឹងយើងចូលមកកាន់ local server របស់យើងវិញមកវានឹងឃើញ computer name ឡើងជា per group ទៀតហើយយើងចេញឈ្មោះ DC នេះមកវិញដែលយើងបានដូរឲ្យប៉ុន្តែអ្វីដែលយើងធ្វើឃើញអ្វីដែលយើងនេះកន្លែង Windows Server Activate ហ្នឹងយើងត្រូវការឲ្យ activate ទៅលើ Windows របស់យើងដើម្បីងាយស្រួលធ្វើការទៅលើ feature ក្រោយៗទៀតដែលយើងអាចនឹង add role វាថែមអញ្ចឹងដើម្បីធ្វើការ activate ទៅបានហ្នឹងយើងត្រូវមាន key crack វាមួយ key សម្រាប់ធ្វើការ crack Windows Server យើងអញ្ចឹងយើង copy អាហ្នឹងមក copy ហើយយើងបើក comment from របស់យើងមកយើង run ជា set admin ណា run administrator នេះហើយចុច yes ហើយយើង pass វាចូលមកនេះ pass វាចូលមកវានឹងចេញបែបនេះហើយចុច enter អញ្ចឹងវានឹងធ្វើការ activate ឲ្យយើងហើយយើងរងចាំវាអានេះដើរគ្រប់ 100% ទៅវានឹង success ហើយយើងចុច yes មកដើម្បីធ្វើការ restart counter យើងមួយអញ្ចឹងវានឹងបាត់ key activate ដល់យើងនៅកន្លែងនេះហើយជំនឿថាយើង activate success ហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយវីដេអូក្រោយយើងនិយាយអំពី ADDS ម្ដងបាទអរគុណ